បាទសូមជម្រាបសួរពុកម៉ែយាយតាបងប្អូនទាំងអស់គ្នាផងដែរបាទយើងវិលមកជួបគ្នាជាបន្តទៀតបាទជាមួយនឹងប្រភេទវីដេអូកំសាន្តក៏ដូចជាការចាប់សត្វផ្សេងៗរកសត្វផ្សេងៗពី Channel ខ្ញុំបាទផងដែរបាទថ្ងៃនេះគឺថានាំអារម្មណ៍បងប្អូនបាទទាំងអស់គ្នាទៅទស្សនាទិដ្ឋភាពបាទនៅក្នុងទឹកដីនៃខេត្តកោះកុងបងប្អូនណាបាទគឺនេះជាទិដ្ឋភាពនៅពេលល្ងាចនៅខាងច្រកចាំយាមបងប្អូនបាទគឺថានៅទីនេះគឺនៅពេលដែលវេលាល្ងាចឡើងបាទអាកាសធាតុត្រជាក់ហើយយើងទស្សនាថ្ងៃលិចបាទនៅដោយយើងមើលទៅនៅមាត់សមុទ្រណាបាទគឺមានបងប្អូនគាត់មកទស្សនាបាទច្រើនកកមែនទែនបាទគឺថាសម្រាប់នៅទឹកដីខេត្តកោះកុងបងប្អូនគឺថាមានទីតាំងដំណើរកម្សាន្តដូចជាកន្លែងទស្សនាឬក៏ញ៉ាំបាទស្រស់ស្រូបអាហារផ្សេងៗបាទអាហារសមុទ្រគឺមានច្រើនទីតាំងផងដែរបាទនេះជាទិដ្ឋភាពនៅបាទបាក់ខ្លងបងប្អូនណាបាទគឺស្ថិតនៅបាទខេត្តកោះកុងដែរគេហៅថាតំបន់ភូមិសាស្ត្រនៅក្នុងខាងវត្តបាក់ខ្លងដូចជាតំបន់ខាងភូមិបាក់ខ្លងហ្នឹងបាទនៅពេលដែលល្ងាចគឺបងប្អូនប្រជាពលរដ្ឋបាទទាំងក្មេងទាំងចាស់គាត់មកទស្សនាមកដើរកម្សាន្តនៅតំបន់បាក់ខ្លងហ្នឹងក៏ច្រើនផងដែរបាទយើងទស្សនាបាទផ្ទៃសមុទ្របាទរលកធំបាទគឺក៏មានកន្លែងលេងបាទច្រើនបាទហើយសម្រាប់អាហារផ្សេងដូចជាអាហារសមុទ្របាទបង្កងបាទបកាឬក៏មឹកឬក៏ក្តាមផ្សេងដែលជារបស់បាទឆ្ងាញ់តែម្ដងដែលបងប្អូនប្រជាពលរដ្ឋគាត់បានធ្វើការទិញពីបាទអ្នកនេសាទផ្ទាល់បាទយកមកធ្វើក៏ដូចជាយកមកលក់បាទសម្រាប់បងប្អូនទស្សនាដើរលេងកម្សាន្តបាទដោយដែលបងប្អូនបានជ្រាបរួចមកហើយគឺថាតកតោនឹងផ្ទៃសមុទ្របាទមានមេឃភ្លៀងខ្លាំងអញ្ចឹងទៅគឺទឹកសមុទ្រនៅតាមគៀនគឺមិនសូវជាថ្លាទេបាទគឺល្អក់បាទពពេញទៅដោយដីឬក៏ខ្សាច់អញ្ចឹងណាបាទអញ្ចឹងយើងពិបាកក្នុងការលេងបាទប៉ុន្តែបើសិនបើអាកាសធាតុស្រឡះល្អដែលអត់មានភ្លៀងអត់មានខ្យល់បាទជាពិសេសគឺអត់មានភ្លៀងគឺទឹកហ្នឹងគឺថ្លាល្អយើងអាចធ្វើការងូតអាចធ្វើការបានលេងនៅបាទទឹកសមុទ្រផងបានដែរបាទមិនថានៅតំបន់បាទបាក់ខ្លងឬក៏តំបន់នៅខាងមាត់សមុទ្រនៅខាងច្រកចាំយាមទេបងប្អូនណាគឺសម្បូរទៅដោយបងប្អូនប្រជាពលរដ្ឋទាំងក្មេងទាំងចាស់ដែលគាត់មកពីតំបន់ផ្សេងឬក៏គាត់មកធ្វើការនៅក្នុងទឹកដីកោះកុងបាទនៅពេលដែលល្ងាចឡើងបាទគឺពួកគាត់តែងតែទៅលេងកម្សាន្តក៏ដូចជាទៅធ្វើការបាទទិញរបស់របរហូបចុកទស្សនាបាទផ្ទៃសមុទ្រផងដែរបាទអរគុណណាបងប្អូនទាំងអស់គ្នាបាទកុំភ្លេចជួយចុចពាក្យថាជីវបាទ Subscribe Like និង Share នៅ Channel កំសាន្តបាទពី Channel SB Report ផងដែរបាទខណៈពេលនេះខ្ញុំបានសូមគោរពលាសូមអរគុណ